ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីនៅក្នុងសង្គមខ្មែរយើងគេតែងបានឮពាក្យថាពុទ្ធទំនាយដូចជាមានផ្ទះឥតមនុស្សនៅមានផ្លូវឥតមនុស្សដើរនៅពេលនេះវិទ្យុខ្មែរប៉ុស្តិ៍សូមលើកយកលិខិតមិត្តអ្នកស្ដាប់ដែលបានផ្ញើមកកាន់កម្មវិធីរបស់វិទ្យុខ្មែរប៉ុស្តិ៍នាពេលកន្លងមកដែលមានចំណងជើងថាឈាមហូរដាប់ពោះដំរីនៅទន្លេបួនមុខតើពាក្យទំនាយនេះវាបានបង្កប់នៅអត្ថន័យយ៉ាងណានោះសូមលោកអ្នកនាងតាមដានស្ដាប់នៅនេតិសាសនាដែលមានលោកសុវណ្ណរិទ្ធីជម្រាបជូនលោកអ្នកនាងពិស្ដាដូចតទៅជនជាតិខ្មែរយើងគឺជាជនជាតិមួយនៅអាស៊ីអាគ្នេយ៍ដែលជាអ្នកស្រឡាញ់និងគោរពជឿព្រះពុទ្ធសាសនាតាំងពីយូរលង់បុរាណកាលមកភាពទន់ភ្លន់ជឿបុណ្យជឿបាបគោរពតាមពុទ្ធវាទរបស់ព្រះសម្មាសម្ពុទ្ធជាសញ្ញាបញ្ជាក់ប្រាប់ថាខ្មែរជាអ្នកស្រឡាញ់សេចក្តីសុខសន្តិភាពស្អប់ខ្ពើមអំពើបាបមិនដែលប្រព្រឹត្តអំពើបាបហើយនឹងមិនរំលោភបំពានទៅលើអ្នកជិតខាងភូមិផងរបងជាមួយឡើយដោយហេតុថាយើងជាអ្នកមានជំនឿតាមព្រះពុទ្ធសាសនាធ្វើឲ្យខ្មែរយើងមានលំបត់គំនិតយ៉ាងខ្លាំងក្លាជាទីបំផុតទៅលើពាក្យមួយចំនួនដែលផ្សព្វផ្សាយនៅក្នុងសង្គមយើងថាជាពុទ្ធទំនាយតាំងពីខ្ញុំនៅជាកុមារភាពនៅឡើយខ្ញុំធ្លាប់ឮពាក្យថាអ្នកមានកំអាលអអ្នកក្រកំអាលភ័យមានផ្ទះឥតមនុស្សនៅមានផ្លូវឥតមនុស្សដើរក្អែកពំផ្លែលវាដើររេគ្រប់ស្រុកស្ដេចសតូចស្ដើងសោយរាជនគរ3ឈាមហូរដាប់ពោះដំរីនៅទន្លេបួនមុខតើទាំងអស់នេះជាពុទ្ធទំនាយមែនឬបើតាមលោកធុនហិនដែលជាអតីតសាស្ត្រាចារ្យនៅប្រទេសបារាំងហើយដែលជាអ្នកស្រាវជ្រាវខាងពុទ្ធទំនាយបានមានប្រសាសន៍ថាមិនមានកំណត់ហេតុណាមួយចែងនៅក្នុងគម្ពីរព្រះត្រៃបិដកថាមានពុទ្ធទំនាយរបស់ព្រះសម្មាសម្ពុទ្ធទុកឲ្យយើងទេបើដូច្នេះតើពុទ្ធទំនាយនេះវាកើតមកពីណាតើអ្នកណាជាអ្នកបង្កើតវាខ្ញុំគិតថាពាក្យទាំងអស់នេះគឺកើតមកពីយួនវាបង្កើតពាក្យទាំងអស់នេះឡើងហើយយួនខំប្រឹងអនុវត្តផែនការលេបទឹកដីខ្មែរយើងហើយរុញទម្លាក់យើងទៅក្នុងអ្វីដែលគេហៅថាជាពុទ្ធទំនាយនេះតាមពិតវាគឺជាពុទ្ធទំនាយដែលមិនមែនជាទំនាយរបស់ព្រះពុទ្ធទេសូមខ្មែរយើងពិចារណាមើលថា1អ្នកមានកំអាលអអ្នកក្រកំអាលភ័យមិនពិតជាត្រូវអត់ខុសព្រោះហាណូយរៀបចំបង្កើតខ្មែរយើងឲ្យទៅជាកុម្មុយនីសដោយយើងឃើញហើយថានៅឆ្នាំ1975កម្ពុជាបានក្លាយទៅជាកុម្មុយនីសធ្វើឲ្យអ្នកមានទាំងអស់នៅស្រុកខ្មែរយើងត្រូវធ្លាក់ខ្លួនរលាយអស់នៅសល់តែខោមួយចង្កេះហើយចំណែកអ្នកក្របានដៃឡើងធ្វើជាមេដឹកនាំធ្វើបាបកាប់សម្លាប់អ្នកដែលធ្លាប់ជាអ្នកមានតាមទំនឹងចិត្ត2ក្អែកពំផ្លែលវាដើររយគ្រប់ស្រុកពិតណាស់គឺត្រឹមត្រូវឥតខ្ចោះចាប់តាំងពីឆ្នាំ1960ពួកខ្មែរក្រហមដែលមានសម្លៀកបំពាក់ខ្មៅដូចក្អែកបានដើរឃោសនាបញ្ចុះបញ្ចូលរាសដោយពាក្យផ្អែមល្ហែមបោកប្រាស់ពីរសស្ដាប់តែខាងក្នុងលាក់បំពួនទៅដោយភាពខូខើព្រិស័យក៏ក្រិចប្រៀបដូចផ្លែលវាដែលមានដង្កូវនៅខាងក្នុង3មានផ្ទះឥតមនុស្សនៅមានផ្លូវឥតមនុស្សដើរមែនលុះដល់ឆ្នាំ1975គេដេញប្រជារាស្ត្រចេញពីទីក្រុងភ្នំពេញពីទីរួមខេត្តនិងស្រុកភូមិនានានៅទូទាំងប្រទេសឲ្យចេញពីផ្ទះសម្បែងទៅរស់នៅក្នុងព្រៃទីវាលស្រែចម្ការមិនឲ្យត្រឡប់ចូលស្រុកភូមិគេហដ្ឋានដែលគេធ្លាប់រស់នៅហើយនៅតាមដងផ្លូវក៏គ្មានមនុស្សដើរលេងសើចសប្បាយដោយកាលពីគ្រាមុនដែរ4ស្ដេចសតូចស្ដើងសោយរាជនគរ3មែនគេដាក់ប្រយោគនេះមកដើម្បីបោកបញ្ឆោតខ្មែរយើងដោយសារយើងមានស្ដេចគេធ្វើឲ្យយើងឲ្យយើងមានមោទនភាពថាថ្ងៃក្រោយស្ដេចខ្មែរយើងនឹងមានមហិទ្ធិឫទ្ធិបានសោយរាជ3នគរចុះតើពេលនេះនរណាសោយរាជនគរ3យួនលាវខ្មែរ5ឈាមហូរដាពោះដំរីនៅទន្លេបួនមុខមែនគឺមកដល់ថ្ងៃនេះយើងឃើញយ៉ាងច្បាស់នៅភ្នំពេញថ្ងៃណាក៏មានការសម្លាប់ដែរប្លន់ម៉ូតូប្លន់លុយកាក់មាសប្រាក់បន្តិចបន្តួចក៏បាញ់សម្លាប់ឥឡូវនេះទៀតកំពុងតែសាហាវឡើងគ្រាន់តែមើលមុខក៏បាញ់សម្លាប់ដែរស្ពានកោះពេជ្រស្លាប់កោជើងលើគ្នាទាំងអស់នេះហើយដែលជាផែនការរបស់យួនហាណូយរៀបចំទុកជាទំនេរនេះទុកហើយវារុញយើងទម្លាក់ទៅក្នុងទំនេរនេះបានសម្រេចដោយបំណងវាបើសិនជាយើងទាំងអស់គ្នាយល់ថាទាំងអស់នេះជាពុទ្ធទំនាយមែនសួរថាតើហេតុអ្វីបានជាមានទំនាយអស់ទាំងនេះដាក់មកលើប្រទេសយើងតែមួយតើពិតជាព្រះសម្មាសម្ពុទ្ធដាក់ទំនាយទុកឲ្យយើងមែនឬចុះហេតុអ្វីបានជាប្រទេសដទៃទៀតដែលកាន់ព្រះពុទ្ធសាសនាដូចយើងដែរមិនរលត់រលាយដូចយើងផងបើដូច្នេះហើយពាក្យដែលយើងនាំគ្នាហៅថាពុទ្ធទំនាយនេះគឺជាពុទ្ធទំនាយទេគឺជាទំនាយរបស់តាពុទ្ធយួន
ហេតុអ្វីបានជាយើងហ៊ានថាដូច្នេះមុននឹងយើងឆ្លើយសំណួរនេះខ្ញុំសូមលើកយកសំណួរមួយមកសួរថាតើហេតុអ្វីបានជាជនជាតិយួនកក្រឹកកក្រែងភ្លុកទឹកភ្លុកដីហូរចូលមករស់នៅក្នុងស្រុកយើងអីក៏សម្បើម្លេះចុះហេតុអ្វីបានជាជនជាតិសៀមលាវដែលនៅជិតយើងដែរមិនជាតិចូលមករស់នៅក្នុងស្រុកខ្មែរដូចពួកយួនទៅដូច្នេះវាគឺជាការបញ្ជាក់យ៉ាងច្បាស់ថាវាពិតជាផែនការនិងជាយុទ្ធសាស្ត្ររបស់យួនហាណូយដើម្បីលេបយកទឹកដីខ្មែរយើងការបញ្ជូនប្រជារាស្ត្ររបស់គេឲ្យមករស់នៅស្រុកយើងឲ្យកាន់តែច្រើនគឺមានន័យថាជាការបង្កើតពូជសាសន៍គេឲ្យបានលឺលប់ដើម្បីបោះឆ្នោតគាំទ្រគណៈបកណាដែលបម្រើដល់ផលប្រយោជន៍គេហើយថ្ងៃក្រោយក្នុងពេលអនាគតមិនយូរប៉ុន្មាននោះកូនចៅរបស់យួនទាំងនោះឯងដែលពួកគេកើតនៅស្រុកខ្មែររៀនសូត្រចេះដឹងជ្រៅជ្រះនិងឈរឈ្មោះធ្វើជាអ្នកដឹកនាំនៅគ្រប់ក្រសួងតាំងពីថ្នាក់ទាបរហូតដល់ថ្នាក់កំពូលដែលយើងមិនអាចចាប់ថ្នាក់បានថានៅពេលនោះដែលខ្មែរយើងនឹងក្លាយទៅជាជនជាតិភាគតិចនៅលើទឹកដីកំណើតរបស់ខ្លួនពុទ្ធទំនាយយួនឥឡូវនេះយើងនាំគ្នាពិនិត្យមើលឲ្យបានច្បាស់ជាងនេះបន្តិចអំពីនយោបាយលេបទឹកដីរបស់យួនហូជីមិញមកលើទឹកដីកម្ពុជាយើងជាជំហានដំបូងយួនគេបានបំបែកប្រទេសគេជាពីរគេច្បាំងគ្នាគេឆ្លោះគ្នាតែតាមពិតនោះគឺជាស្នៀតរបស់គេជាយុទ្ធសាស្ត្ររបស់យួនដុតផ្ទះយួនដើម្បីឲ្យឆេះផ្ទះខ្មែរស្នៀតនោះគឺគេបានមកសុំស្ដេចខ្មែរយើងដាក់កងទ័ពគេនៅលើទឹកដីយើងហើយគេបានបង្ហាត់បង្រៀនពួកខ្មែរក្រហមឲ្យធ្វើសង្គ្រាមនៅស្រុកយើងគេជួយពួកខ្មែរក្រហមរហូតតតែបានសម្រេចបំណងរបស់គេគឺអ្នកមានកំអាលអអ្នកក្រកំអាលភ័យព្រោះខ្មែរក្រហមជំរិតយកទ្រព្យសម្បត្តិទាំងអស់គ្មានសល់រួចហើយគេដេញប្រជារាស្ត្រខ្មែរឲ្យចេញពីផ្ទះសម្បែងដើម្បីឲ្យបានសម្រេចពាក្យថាមានផ្ទះឥតមនុស្សនៅមានផ្លូវឥតមនុស្សដើររួចហើយគេដេញពួកប៉ុលពតចេញដើម្បីលើកបន្ទប់រដ្ឋាភិបាលមួយដែលស្ដាប់បង្គាប់គេដើម្បីបានសម្រេចបំណងគេគឺស្ដេចសទុយស្ដើងសោយរាជនគរ3គឺយួនលាវខ្មែរឥឡូវនេះទៀតគេកំពុងតែបង្កើតចលាចលឲ្យស្រុកយើងមានកលាហលកាប់សម្លាប់កើតចៅ500ថ្ងៃណាក៏មានការកាប់សម្លាប់ដែរនេះហើយដែលគេហៅថាឈាមហូដាពោះដំរីនៅទន្លេ4មុខសរុបសេចក្តីឲ្យខ្លីមកទាំងអស់នេះគឺមិនមែនជាពុទ្ធទំនាយទេតែវាគឺជាពុទ្ធទំនាយគឺទំនាយរបស់យួនយើងសូមអរគុណយីទៀងដែលបានសរសេរសៀវភៅអង្គការជានរណាដែលបានបើកបង្ហាញឲ្យកូនខ្មែរបានយល់យ៉ាងច្បាស់អំពីមហិច្ឆតាលេបទឹកដីរបស់ពួកយួនដែលកំពុងលេបត្របាក់ទឹកដីយើងឲ្យបាត់រូបរាងបន្តិចម្ដងដែលកូនខ្មែរត្រូវតែចងចាំទាំងអស់គ្នាបើសិនជាមានតបខ្មោចដូចក្នុងរឿងអ្នកតាឃ្លាំងមឿងមែននោះនៅពេលខ្ញុំស្លាប់ទៅខ្ញុំនឹងដើរប្រមូលបងប្អូនខ្មែរយើងដែលបានស្លាប់ដោយស្នាដៃពួកក្បត់ជាតិដែលសំណាប់ពួកគាត់ឲ្យមកគំទេចពួកក្បត់នោះឲ្យរលាយបាទសូមបញ្ជាក់ថាទស្សនៈដែលបានលើកឡើងខាងលើនេះមិនមែនជាទស្សនៈឆ្លុះបញ្ចាំងពីទស្សនៈរបស់វិទ្យុខ្មែរប៉ុស្តិ៍នោះទេឈើបាត់បង់ព្រៃឡង់សហគមន៍ព្រៃកំពុងធំក្រចេះទឹងត្រែងព្រៃព្រះវិហារខេមរាចំបែងចិនយួនឥតក្រែងกับឥតសំចៃព្រៃខេត្តពោធិ៍សាត់កាប់កាត់បំផ្លាញកោះកុងក្រវាញចោលស្រុកឲ្យដៃចោលក្រៅកាប់អស់ហាំងដូចប្រឡ័យជាតិខ្មែរឲ្យខ្សែប្រឡ័យពូជសាសន៍លោកឈុតពុទ្ធីវរៈជនមុតក្លាហានមិនស្លុតព្រោះបានដឹងច្បាស់រត់កូនប្រពន្ធពុទ្ធីឥតស្លាស់
ក្នុងនាមជាម្ចាស់ការពារប្រឹក្សា21មេសា2012ចោលផ្ដាច់ជីវីវុតទីហើយណាម៉ែណាមិនយំទាំងព្រឹក្សាយំស្ដាយសង្ខារវីរៈជនខ្មែរលោកជនវុធីវរៈជនមួមុតក្លាហានមិនស្លុតព្រោះបានដឹងច្បាស់ប្រត់កូនប្រពន្ធវុធីឥតខ្លាំងក្នុងនាមជាម្ចាស់ការពារប្រឹក្សា21មេសា2012ចោលផ្ដាច់ជីវីវុធីហើយណាខ្មែរណាមិនយំទាំងព្រឹក្សាយំស្ដាយសង្ខារវីរៈជនខ្មែរយំស្ដាយសង្ខារវីរៈជនខ្មែរយំស្ដាយសង្ខារវីរៈជនខ្មែរ